សួស្តីបងប្អូនថ្ងៃនេះមកចង់ចែកម្លែកបងប្អូនតាក់ទងនឹងតើធ្វើយ៉ាងម៉េចដើម្បីកុំឲ្យតបែកយើងនឹងវាស្រាំងតិចអញ្ចឹងបងប្អូនអញ្ចឹងនៅតែមានបងប្អូនយើងមួយចំនួនគិតឆាតសួរខ្ញុំថាធ្វើម៉េចតបែកគាត់ចងហើយនៅតែតិចអញ្ចឹងណាបងប្អូនចងហើយនៅតែតិចចងថងហើយវានៅតែតិចទៀតនៅតែស្អុយទៀតតើគួរធ្វើយ៉ាងណាដើម្បីកុំឲ្យខ្មុំវាតិចហើយឲ្យផ្លែវាស្អាតអញ្ចឹងណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកនេះបងប្អូនដោយសារតែបងប្អូនគិតចងថងហើយតបែកគាត់នៅតែខ្មុំតិចដោយសារឲ្យបងប្អូនដោយសារតែគិតចងធំហើយអញ្ចឹងតបែកតែប៉ុនមេដៃគេចងបងប្អូនតែធំជាងមេដៃគឺខ្មុំវាតិចហើយតែរៀងធំតិចខ្មុំវាតិចអស់ហើយអញ្ចឹងយើងនេះប៉ុណ្ណេះបងប្អូនមើលច្បាស់ណាប៉ុណ្ណាដែលអាចចងបាននេះបងប្អូនឃើញទេប៉ុណ្ណឹងយើងចងទៅបងប្អូនយើងចងទៅគឺខ្មុំវាតិចអត់ទាន់កើតទេដោយសារតែសាច់វានៅតូចសាច់វានៅក្រាស់អញ្ចឹងទៅខ្មុំវាតិចអត់កើតទេអញ្ចឹងតែរៀងធំជាងនឹងបន្តិចទៀតបងប្អូនចងគឺខ្មុំវាតិចបាត់ហើយដល់ពេលដែលខ្មុំវាតិចហើយបងប្អូនចងក៏វាអត់ប្រយោជន៍ដែរអញ្ចឹងណាបងប្អូនអញ្ចឹងហើយបានខ្ញុំប្រាប់បងប្អូនថានៅពេលដែលតបែកយើងប៉ិនមេដៃបងប្អូនចងទៅកុំទុកវារហូតដល់ធំហើយបងប្អូនចងដល់ពេលដែលខ្មុំវាតិចភ្លាមយើងអត់ដឹងទៅវាតិចទេបងប្អូនអត់ដឹងទៅវាតិចទេតទៅវាធំបាននឹងតែស្អុយអញ្ចឹងណាបងប្អូនអញ្ចឹងប៉ណ្ណឹងយើងចងទៅបងប្អូនអញ្ចឹងមុននឹងចងដើម្បីឲ្យតបែកយើងវាស្អាតកុំឲ្យវាផ្លែមកធំទៅវាសស្គូសវាស្អាតអញ្ចឹងយើងគួរធ្វើម៉េចអញ្ចឹងណាបងប្អូនអញ្ចឹងនេះពីមុខវានេះយើងបេះចោលអស់ទៅបងប្អូនដើម្បីអីដើម្បីកុំឲ្យមានសម្ោយើងចាយអីវានៅខាងក្នុងហ្នឹងណាបងប្អូនអញ្ចឹងបើសិនយើងអត់បេះវាទេទី1ចាយទី2សម្ោចនៅពេលដែលតបែកយើងធំទៅវារៀងសទៅអាចចាយសម្ោចហ្នឹងហើយដោយវាធ្វើឲ្យមេរោគវាធ្វើឲ្យតបែកយើងស្អុយអញ្ចឹងណាបងប្អូនអញ្ចឹងអានេះខ្ញុំចែករំលែកសម្រាប់អ្នកបងប្អូនណាដែលគាត់អត់ដឹងអញ្ចឹងបងប្អូនណាដែលដឹងហើយក៏អាចចែករំលែកតទៅអញ្ចឹងណាហើយបើបងប្អូនអ្នកផ្សេងគាត់មានវិធីសាស្ត្រអីផ្សេងសម្រាប់ចែករំលែកអាហ្នឹងក៏បងប្អូនជួយចែករំលែកគ្នាទៅអានេះខ្ញុំធ្លាប់ធ្វើយ៉ាងណាបានល្អខ្ញុំចែករំលែកទៅបងប្អូនបែបហ្នឹងអញ្ចឹងបងប្អូននេះដើម្បីកុំឲ្យតបែកយើងស្អុយហើយនឹងឲ្យសស្គូសឲ្យផ្លែមកចង់ទៅពេលវាធំទៅវាសស្អាតទី1នេះបងប្អូនប៉ុណ្ណឹងយើងចោលមកទី2យើងរុំกระดาษវាមកបងប្អូនកระดาษសភៅយើងអាกระดาษសភៅកូនក្មេងចោលបងប្អូនអាกระดาษសភៅដែលកូនយើងរៀនទឹកចោលហ្នឹងយើងរុំវាមកបងប្អូនរុំពីក្រៅក៏បានពីក្នុងក៏បានហើយនេះថងអានេះថងចងតបែកយើងរុំចេះបើខ្ញុំអត់បានយកដេកកឹបមកបើបងប្អូនមានដេកកឹបយើងកឹបមកយើងរុំវាចេះមកបងប្អូនរុំវាចេះរុំវាជាប់ផ្លែយ៉ាងមកហើយរុំខាងក្រៅក៏បានខាងក្នុងក៏បានយើងរុំជាប់ផ្លែយ៉ាងមកដើម្បីអីដើម្បីកុំឲ្យដៅដល់ពេលដែលវាក្តៅមកវាចាំងផ្លែតបែកយើងវាអត់ឲ្យធ្វើឲ្យតបែកយើងហ្នឹងអត់សូវពណ៌សម្បុរល្អទេតែបើសិនជាយើងរុំអានេះថ្ងៃក្តៅមកវាអត់ប៉ះពាល់ដល់តបែកយើងខ្លាំងវាធ្វើឲ្យតបែកយើងហ្នឹងសល្អអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនរុំដូចខ្ញុំខ្ញុំអត់បានយកដេកកឹបមកបងប្អូនអាហ្នឹងគេរុំគេដាក់ដេកកឹបណាបងប្អូនគេដាក់ដេកកឹបតែខ្ញុំអត់បានយកដេកកឹបមកយើងរុំខាងក្នុងហ្នឹងក៏បានដែរអត់បញ្ហាទេបងប្អូនបានដូចគ្នាគេដាក់กระดาษទៅចូលមកហើយយើងចងវិញមកបងប្អូនចងវិញមកចងឲ្យខ្ញុំមកតែប៉ុណ្ណឹងចងមកធានាខ្មុំអត់តិចទេបងប្អូនហើយតបែកបងប្អូនមកគឺសស្អាតតែម្ដងបងប្អូនណាសស្អាតតែម្ដងអត់មានចាយអត់មានអីទេព្រោះយ៉ាងនេះខ្ញុំធ្លាប់ធ្វើហើយខ្ញុំធ្លាប់ធ្វើបានផលហើយបាទខ្ញុំចែករំលែកទៅកាន់បងប្អូនអញ្ចឹងបងប្អូនហ្នឹងហើយតែប៉ុណ្ណឹងមកបានបងប្អូនតែប៉ុណ្ណឹងមកបានហើយប្រហែលជាទៅមួយខែអីយើងអាចបេះបានដែរបងប្អូនអាចបេះបានអញ្ចឹងណាបងប្អូនធ្វើតាមខ្ញុំបងប្អូនណាដោយសារខ្ញុំធ្វើបានលទ្ធផលហើយបាទខ្ញុំចែករំលែកទៅកាន់បងប្អូនដោយសារតែបងប្អូនសួរច្រើនក៏សួរមិនក៏តបែកគាត់នៅតែតកៅតបែកគាត់នៅតែស្អុយដោយសារតែគាត់ចងធំហើយគាត់ចងអញ្ចឹងហើយវានៅតែស្អុយចឹងហើយបាទបងប្អូនធ្វើតាមខ្ញុំអូខេដឹងទទួលបានលទ្ធផលល្អអញ្ចឹងបងប្អូនអរគុណកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូចែករំលែកថ្មីៗដែលខ្ញុំមានទៅកាន់បងប្អូនណាបងប្អូនណាអរគុណច្រើន